បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះដែរខ្ញុំមានវីដេអូចែករំលែកអំពីចំណេះដឹងជំងឺគ្រុនឈាមបាទជំងឺគ្រុនឈាមកើតមកពីប្រភពណាបាទអញ្ចឹងដូចជាពុកម៉ែបងប្អូនដឹងហើយថាជំងឺគ្រុនឈាមជាទូទៅឲ្យតែឮថាគ្រុនឈាមគឺកើតពីមូសខ្លាមិនត្រឹមតែមូសខ្លាទេមូសប្រភេទអីក៏ដោយឲ្យតែខាំដូចតែគ្រុនឈាមហើយជាពិសេសក្មេងៗដែលគាត់ទទួលរងនៅផលប៉ះពាល់នឹងគ្រុនឈាមហ្នឹងជារឿយជាពិសេសក្នុងចន្លោះខែហ្នឹងគឺជាខែ6គេហៅថាខែឧសភាមិថុនាកក្កដាសីហាចន្លោះប្រហែលខែហ្នឹងគឺត្រូវតែយើងការពារក្នុងចន្លោះខែហ្នឹងព្រោះអីខែហ្នឹងគឺជាខែធ្លាក់ភ្លៀងប្រសិនបើយើងមិនមានការពារដោយយើងគេងដោយចងមុងឬក៏យើងអាចគេថាសម្អាតបរិស្ថានជុំវិញផ្ទះយើងហ្នឹងទី1គឺត្រឡោកដូងទី2គឺអង្វែងចានអង្វែងដបឆ្នាំងចានដែលមានទឹកដក់ទឹកអីហ្នឹងយើងអាចធ្វើអនាម័យគឺយើងអាចកម្ចាត់ដោយការដុតចោលអាហ្នឹងគឺបង្ការនៅជំងឺគ្រុនឈាមបាទដូចជាពុកម៉ែបងប្អូនដឹងហើយបើជាពិសេសនៅតាមជនបទជាងសម្បូរតែម្ដងពុកម៉ែបងប្អូនដោយសារតែទីនោះដែរគឺជាជំរកមូសខ្លាមូសដែលគោលគឺចូលចិត្តនៅតាមសម្បុកសម្រាមសម្បុកដែលមានដក់ទឹកត្រឡោកដងអីវ៉ាន់ហ្នឹងគឺវាចូលចិត្តនៅហ្នឹងអញ្ចឹងទេគឺសូមឲ្យការយល់ដឹងអំពីខ្ញុំចែករំលែកនេះគឺសូមឲ្យពុកម៉ែបងប្អូនអាចកម្ចាត់ចោលឬក៏យកប្រមូលតាក់ទងនឹងសម្រាមដែលមានការដក់ទឹកហ្នឹងយកទៅដុតចោលឬក៏បំផ្លាញចោលហើយបន្ទាប់មកយើងក៏មានថ្នាំពីខាងក្រសួងសុខាភិបាលដើម្បីយកទៅរំសាបរងាប់កន្លែងហ្នឹងដើម្បីកុំឲ្យជៀសវាងកុំឲ្យមានមូសក៏ដូចជាការណាដែលយើងធ្វើឲ្យទីនោះមានទឹកខ្លុកដក់ទឹកវាមានដង្កូវទឹករស់នៅតែកាលណាមានដង្កូវទឹករស់នៅទីនោះគឺមានមូសខ្លាជ្រោកហើយអញ្ចឹងតែពេលមូសខ្លាហ្នឹងវាបានកើតជាកូនជាចៅពូនជាកូនជាចៅហើយវាអាចហោះហើរមកដល់ផ្ទះពុកម៉ែបងប្អូនមើលអាចខំទៅដល់នេះកូនចៅហ្នឹងអាចធ្វើឲ្យកើតជំងឺគ្រុនឈាមពេលដែលជំងឺគ្រុនឈាមហ្នឹងកើតមានឡើងគឺពុកម៉ែបងប្អូនខាតពេលវេលាដើម្បីយកកូនហ្នឹងយកទៅពេទ្យដើម្បីឲ្យពេទ្យហ្នឹងគាត់មើលធ្វើតេស្តឈាមដើម្បីរកមេរោគថាកូនគាត់ហ្នឹងត្រូវរោគស្អីដែលបានក្តៅខ្លួនហើយមើលគេហៅថាសភាពស្លេកស្លាំងដោយគេថាយើងមិនដឹងអញ្ចឹងរោគសញ្ញាហ្នឹងគឺស្រួលមើលបំផុតពុកម៉ែបងប្អូនឲ្យតែឃើញតែក្តៅខ្លួនរៀងស្ទិញរៀងសង្អល់ក្តៅខ្លួនញឹកញាប់មកជួសឈាមដឹង 100% ដឹងតែគ្រុនឈាមបាទ 100% គឺខ្ញុំធ្លាប់ហើយដោយសារតែមានក្មួយខ្ញុំដែលធ្លាប់អាចទៅមើលគ្រុនឈាមហ្នឹងដោយសារតែមូសខ្លាហ្នឹងដែលព្យាយាមខំម្ដងហើយម្ដងទៀតរហូតដល់ក្មេងធម្មតាភាពសាំនៅក្នុងស្បែករបស់គាត់ហ្នឹងអត់ទ្រាំទ្របានគឺការជំងឺគ្រុនឈាមឆាប់មិនត្រឹមតែខំម្ដងហើយម្ដងទៀតដឹងតែគ្រុនឈាមឆាប់ហើយអញ្ចឹងតែមតិយោបល់របស់ខ្ញុំក្នុងថ្ងៃនេះខ្ញុំចង់សនំពរឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាការពារក៏ដូចជាបង្ការការគ្រុនឈាមទៅដល់កូនពុកម៉ែបងប្អូនដែលនៅទូចអញ្ចឹងពួកគាត់អត់ដឹងអីទេពួកគាត់ដឹងតែសប្បាយដឹងតែភ្លៀងមកសប្បាយដើមខែដើមឆ្នាំអញ្ចឹងណាអញ្ចឹងពុកម៉ែបងប្អូនជួយណែនាំតគាត់ប្រាប់តគាត់ថាកុំឲ្យលេងតាក់ទងនឹងភ្លៀងរលឹមអីដើរលេងអីផ្ដេសផ្ដាស់ជុំវិញហ្នឹងវាអាចមូសហ្នឹងគឺវាអត់ស្គាល់ពេលវេលាទេវាដេញខំរហូតឲ្យតែលេងណាដែលរៀងស្ងប់ខ្យល់ហើយនឹងមើលទៅរៀងអងឹតវាដេញមកខំហើយខំអញ្ចឹងហើយបងកូនពុកម៉ែបងប្អូនច្បាស់ជាកើតជំងឺគ្រុនឈាមមិនត្រឹមថាកូនហ្នឹងគេងបានមូសមកខំគ្រុនឈាមទេអត់ទេជើងមូសខ្លាហ្នឹងគឺជឿឱកាសមកខំរហូតឲ្យតែយើងមិនសម្អាតបរិស្ថានជុំវិញហ្នឹងគឺដឹងតែមានមូសហើយអញ្ចឹងទេគឺពុកម៉ែបងប្អូនទៅតែកម្ចាត់ទៅកំទេចចោលទាំងអស់នោះដើម្បីរក្សាសុវត្ថិភាពក៏ដូចជាសុខភាព
ល្អជៀសវាងកុំឲ្យមានមុខខ្លាកាត់ឡើងទៀតអញ្ចឹងចំណុចសំខាន់ដែលខ្ញុំចង់បញ្យល់ពុកម៉ែបងប្អូនក៏ដូចជាជាការចែករំលែកចំណេះដឹងមួយចំណុចនេះពុកម៉ែបងប្អូនអាចយកទៅសិក្សាបានអាចយកទៅគិតពិចារណាទៅហើយនឹងធ្វើតាមខ្ញុំទៅនឹងអាចនឹងជៀសឆ្ងាយពីជំងឺគ្រុនឈាមអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនបើសិនបើមានកំហុសខុសឆ្គងអីក៏សូមឲ្យពុកម៉ែបងប្អូនខន្តីអភ័យទោសផងគឺរាល់ការនិយាយគឺតែងតែមានការខុសអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេការចែករំលែកខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា